ស្អីទៅបរិយាជនបទស្អីទៅភូមិឋានផ្សេងខ្សានស្អីទៅលំនៅជំនុំសុភមង្គលណាបើខ្ញុំធ្លាប់ធ្វើបទបង្ហាញម្ដងអំពីពាក្យទាំងហ្នឹងបាទយើងគិតថាបរិយាជនបទយើងថាបរិយាយើងប្រើពាក្យបរិយាចុះហេតុអីក៏យើងប្រើពាក្យបរិយាយើងចង់ឲ្យតំបន់ជនបទហ្នឹងគឺគាត់មានស្ថានភាពរស់នៅដូចជាក្នុងទីក្រុងដែរបើគាត់ថាបរិយាទីក្រុងមានលក្ខណៈទីក្រុងមានហេដ្ឋាសម្ព័ន្ធទីក្រុងជនបទក៏មានហេដ្ឋាសម្ព័ន្ធសម្រាប់រស់នៅចឹងដែរគឺមានទឹកមានភ្លើងមានផ្លូវណាមានបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់បាទគឺគាត់ថាវាមិនដូចទីក្រុងសុទ្ធសាធទេប៉ុន្តែវាមានលក្ខណៈមួយជាជនបទណាយើងមានការងារធ្វើមានផ្ទះនៅមានហេដ្ឋារចនាសម្ព័ន្ធរស់នៅសមរម្យហាក់ប្រហែលនឹងទីក្រុងដែរបាទអញ្ចឹងគឺក្នុងរយៈពេលប្រហែលថ្ងៃហ្នឹងគឺឯកឧត្តមផារ៉ាមង្គលគាត់បានលើកឡើងដែរថាយើងគួរតែជ្រើសរើសដីសម្បត្តិទាំងណាដែលយើងគិតថាជាគំរូសម្រាប់យកមកសាកល្បងធ្វើជាបរិយាជនបទទៅតាមការណែនាំរបស់ឧបនាយករដ្ឋមន្ត្រីបាទយើងចង់មើលតាណាដែលវាផុងវាល្អទៅហើយឲ្យវាល្អថែមទៀតទៅណាយើងចឹងហើកន្លែងណាដែលសម្រុំគឺខ្ញុំអាចទៅមើលនៅកប៉ោតមួយនៅកំពង់ស្ពឺហើយនឹងកំពង់សោមបាទព្រៃនុព្រោះស្ទឹងហៅព្រៃហ្នឹងវាមានស្ថានភាពមួយល្អដោយសារដីវាសម្រាប់ដាំដំណាំក៏មានលក្ខណៈប្រសើរហើយក៏វានៅជិតទីផ្សារដែរបាទយើងចង់ដឹងថាតើយើងគួរយកកន្លែងណាមួយដើម្បីធ្វើជាគំរូបរិយាជនបទឲ្យស្របទៅតាមអ្វីដែលយើងចង់បានបាទហើយក៏ក្រុមសិប្បកម្មគឺយើង design នៅមុតផ្ទះបាទដូចយើងថាឲ្យលំនៅឋាននេះមិនមែនត្រឹមតែផ្ទះមួយមុខទេគឺវាបរិស្ថានជុំវិញបាទលំនៅឋានទំនុំសុភមង្គលភូមិឋានផ្សេងខ្សានភូមិឋានដែលរស់នៅដោយមានចោលកម្មដែលមានអីថាប្រជាជនរស់នៅសុខសាន្តនៅក្នុងភូមិឋានរបស់គាត់ហ្នឹងបាទយើងនឹងខំព្យាយាមហើយបាទនៅដូចជានៅអង្គរវត្តនៅតំបន់ភូមិរ14ហ្នឹងក៏យើងខំព្យាយាមកសាងតំបន់អស់ហ្នឹងខ្លាយទៅជាភូមិឋានផ្សេងខ្សានហើយយើងនឹង design នៅលំនៅឋានឲ្យមានភាពមួយហៅថាជាទំនុំសុភមង្គលព្រោះថាផ្ទះវានិយាយមែនតើទៅសម្រាប់មិនមែនតែកន្លែងសម្រាប់ទៅដល់ទៅដេកទេណាបាទមិនមែនតែកន្លែងសម្រាប់ដេកទេគឺទីកន្លែងទំនុំរបស់គាត់ជួបជុំកូនចៅរបស់គាត់ណាគាត់រស់នៅក្នុងទំនុំហ្នឹងគឺថាមានសេចក្តីសុភមង្គលបាទគឺពេលណាធ្វើការងារហត់គាត់មានទីជម្រកសមរម្យសម្រាប់រស់នៅគាត់ឲ្យកូនចៅគាត់មានការងារមានសាលារៀនសម្រាប់ទៅរៀនសូត្រណាបាទគឺមានលក្ខណៈច្រើនណាស់ដែលថាជាទំនុំសុភមង្គល